តាមមកលោកប្រធានឈិនពេលនេះយប់ណាស់ហើយចំណែកលោកស្រីវិញល្ងងខ្លាំងណាស់មីមីមកនេះមកសុំទោសណាមីមីមិញនេះបងប្រុសខ្ញុំជ្រុលជ្រូពេកហើយបើអូនមិនចង់ទៅពួកយើងមិនបាច់ទៅទេល្អទេយកអូអញ្ចឹងជួបគ្នាមួយក្តារនេះហើយមិនបាច់ជួបទៀតទេហើយក៏មិនបាច់សរសេរសម្បត្តិមកខ្ញុំទៀតដែរបាទលើកមុនគឺមកពីបងប្រុសខ្ញុំខុសទេបងប្រុសខ្ញុំសូមខំអភ័យទោសចំពោះអ្នកនាងណាមកអាណាវាយហ៊ានមកបំបែកបំបាក់រឿងល្អរបស់អញផងប្តីមិនក៏បងមកទីនេះប្តីហេលោកប្រធានឈិនទើបតែជួបគ្នាលើកដំបូងផឹកបន្តិចទៅសិនយានឆឹងតើពួកឯងកាត់អីហ្នឹងគឺពួកយើងបានទៅបំពេញបេសកកម្មជាមួយគ្នាតោះទៅវិញទៅតើពួកគេទាំងពីរនាក់ទៅបំពេញបេសកកម្មអ្វីទៅឯងមានអារម្មណ៍អត់ថាពួកគេទាំងពីរដូចជាប្រែប្រួលគឺមានអារម្មណ៍ថាពួកគេស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំងមកលឿនមកសិនយានឆឹងពួកយើងបានទៅបំពេញបេសកម្មជាមួយគ្នាចឹងខ្ញុំក៏រាប់ថាមានគុណសម្បត្តិដែរត្រូវអត់នរណាថាមិនមានទោះជាខ្ញុំមិនស្ដាប់បញ្ជាហើយចាក់ចេញពាក់កណ្ដាលទីក៏ដោយតែការចាប់បានមេខ្លោងហួងឆាវគឺជារឿងគួរសរសើរហើយនាងដែលបានជួយខ្ញុំចាប់ជនល្មើសក៏មានគុណសម្បត្តិដែរមិននឹកស្មានសោះថាថ្ងៃណាមួយខ្ញុំអាចជួយសម្រាលការងាររបស់អ្នកបានសោះសិនយានឆឹង